ឆ្នាំ2025ហើយមិនថាបងប្អូនរៀនវិទ្យាល័យឬក៏បងប្អូនរៀនសាកលវិទ្យាល័យទាំងនេះគឺជាចំណុចសំខាន់ដែលជួយឲ្យបងប្អូនជ្រើសរើសយកកុំព្យូទ័រទៅប្រើប្រាស់និងសិក្សាឲ្យមានប្រសិទ្ធភាពចំណុចទី1សម្រាប់បងប្អូនដែលមានថវិកាមានកំណត់បើសិនជាបងប្អូនមានលុយត្រឹម200ជាងទៅ500ជាងចង់បានកុំព្យូទ័រសម្រាប់ប្រើប្រាស់ការងារ Office ឬក៏រៀនគណនេយ្យរៀនអនឡាញឬក៏ប្រើប្រាស់អ៊ីនធឺណិត spec ដែលយើងគួរប្រើប្រាស់គឺយើងអាចប្រើប្រាស់ត្រឹម CPU Core i3 ឬក៏ Ryzen 3ដែលមាន RAM 8GB storage 256GB ឡើងអញ្ចឹងទៅសម្រាប់បងប្អូនដែលគាត់មានថវិកាចាប់ពី500ទៅ800សម្រាប់ចំណុចនេះគឺជាចំណុចដែលគាត់មានលទ្ធភាពចំណុចមធ្យមអញ្ចឹងនៅក្នុងចំណុចនេះដែរគាត់អាចមានលទ្ធភាពទិញកុំព្យូទ័រអាចប្រើប្រាស់បានការងារទូទៅប៉ុន្តែប៉ុណ្ណោះក៏អាចយកទៅសរសេរកូដបានឬក៏ design និងប្រើប្រាស់កម្មវិធីជាច្រើនផ្សេងទៀតហើយ spec ដែលគាត់អាចប្រើប្រាស់បានគឺមានជា Core i5 ឬក៏ Ryzen 5ឬក៏ខ្ពស់ជាងនេះចំណែកឯ RAM វិញតិចបំផុតក៏ 16GB ឡើងដែរហើយ storage 512GB ឡើងជាមួយនឹង graphic card dedicated ចំណែកឯអ្នកដែលគាត់មានថវិកាចាប់ពី800ទៅ1200នៅក្នុងកម្រិតនេះដែរមានន័យថាគាត់មានលទ្ធភាពក្នុងការទិញកុំព្យូទ័រយកប្រើប្រាស់មិនថាការងារទូទៅឬក៏ចង់ design កាត់តវីដេអូលេងហ្គេមផ្សេងនៅក្នុងចំណុចនេះដែរគាត់អាចទិញបានរហូតដល់ CPU Core i7 ឬក៏ Ryzen 7ចំណែកឯ RAM អាច 16GB ឬក៏ទៅ 32GB ចឹងដែរ storage 1TB ហើយ graphic card តាមជម្រើសរបស់គាត់អាចប្រើជា AMD ឬក៏ RTX 2ចំណុចសំខាន់ដែលត្រូវពិចារណាសម័យនេះមានលុយត្រឹម$200ជាងក៏អាចទិញកុំព្យូទ័រថ្មីប្រើប្រាស់បានដែរតើបងប្អូនគួរទិញកុំព្យូទ័រថ្មីឬក៏កុំព្យូទ័រមួយទឹកសម្រាប់កុំព្យូទ័រថ្មីយើងអាចប្រើប្រាស់បានយូរដោយសារថ្មវាកាន់ចំណែកឯកុំព្យូទ័រមួយទឹកពេលខ្លះថ្មខ្លះកាន់ថ្មខ្លះមិនសូវកាន់ហើយខ្លះទៀតប្រើឆាប់ឡើងកម្ដៅប៉ុន្តែខ្ញុំនៅតែបញ្ជាក់ទៀតសម្រាប់កុំព្យូទ័រសម័យនេះគឺយើងត្រូវប្រើប្រាស់ RAM យ៉ាងតិចបំផុតក៏ 8GB ឡើងដែរបើសិនជាល្អ 16GB ឡើងដើម្បីយើងប្រើប្រាស់ការងារបានច្រើនក្នុងពេលតែមួយចំណែកឯ storage ចាប់ពី 256GB ឡើងឬក៏លើសហ្នឹងក៏កាន់តែល្អប្រសើរដែរចំណែកឯអេក្រង់វិញអាស្រ័យទៅលើបងប្អូនខ្លះគាត់ស្រឡាញ់ត្រឹម 13 អ៊ីង 14 អ៊ីង 15 អ៊ីងឬក៏ 16 អ៊ីងប៉ុន្តែបច្ចុប្បន្ននេះគ្រប់កុំព្យូទ័រទាំងអស់អេក្រង់វាសិតតែ Full HD ហើយចំណែកឯថ្មវិញត្រូវជ្រើសរើសកុំព្យូទ័រណាដែលមានថ្មកាន់អន់បំផុតក៏បាន5ម៉ោងទៅ6ម៉ោងដែរដូចជា Aspire 15នេះចឹងខ្ញុំប្រើប្រាស់ជាប្រចាំថ្ងៃគឺថ្មរបស់វាកាន់ពី5ម៉ោងទៅ8ម៉ោងអាស្រ័យទៅលើការប្រើប្រាស់បើសិនជាយើងនឹងត្រឹមប្រើប្រាស់ហ្វៃឯកសារឬក៏ឆែកអ៊ីនធឺណិតអីវាអាចចូល6ទៅ7ម៉ោង7 8ម៉ោងបើសិនជាយើងមានអាចកម្សាន្តអារម្មណ៍ខ្លះពេល relax ពេលសម្រាប់អញ្ចឹងទៅយើងអាចមើលជារឿងភាគរឿងអីចឹងទៅវាក៏ទៅតាមនឹងដែរមួយទៀតទម្ងន់ក៏ជាចំណុចសំខាន់មួយដែរយើងត្រូវជ្រើសរើសកុំព្យូទ័រណាដែលមានទម្ងន់ត្រឹមថ្មិចកុំឲ្យលើសពី2គីឡូត្រឹម2គីឡូចុះខំដើម្បីងាយស្រួលយើងប្រើប្រាស់ជាមួយការងារប្រចាំថ្ងៃយើងស្ពីទៅស្ពីមកអញ្ចឹងបើទម្ងន់កាន់តែស្រាលក៏វាកាន់តែប្រសើរដល់យើងដែរដើម្បីកុំឲ្យពិបាកយើងយូរទៅយូរមកដូច Aspire 15អញ្ចឹងទម្ងន់វាត្រឹមតែ1គីឡូជាងទេខ្ញុំយកទៅមកធ្វើការអញ្ចឹងទម្ងន់ក៏ជាចំណុចពិសេសមួយដែរដើម្បីងាយស្រួលយើងស្ពាយចំណុចទី3ចំពោះ model ដែលពេញនិយមសម្រាប់ឆ្នាំ2025សម្រាប់បងប្អូនដែលគាត់មានថវិកាក្រោម500គាត់អាចជ្រើសជា Acer Aspire Series ឬក៏ Asus VivoBook ឬក៏ Lenovo IdeaPad ឬក៏ Dell Inspiron ផ្សេងចំណែកឯបងប្អូនដែលគាត់មានថវិកាចាប់ពី500ទៅ800គាត់អាចជ្រើសជា Acer Aspire Series ឬក៏ SweetGo ឬក៏ Asus ZenBook ឬក៏ Lenovo IdeaPad Slim 5ផ្សេងចំណែកឯបងប្អូនដែលគាត់មានថវិកាចាប់ពី$800ឡើងទៅគាត់អាចជ្រើសរើស Acer SweetGo ឬក៏ Acer Sweet Edge ឬក៏ MacBook Air MacBook Pro ឬក៏ Dell XPS ឬក៏ Asus ROG សម្រាប់តែគាត់មានតម្រូវការខ្ពស់ចំណុចទី4សម្រាប់បងប្អូនឬក៏សិស្សនិស្សិតដែលគាត់ចង់ទិញកុំព្យូទ័រហើយទទួលបានទំនុកចិត្តខ្ពស់តែមិនដឹងទិញនៅទីណាបងប្អូនអាចអញ្ជើញមកកាន់ឆាយហុកកុំព្យូទ័រគឺយើងមានគ្រប់ model កុំព្យូទ័រតែម្ដងមិនថាបងប្អូនចង់បាន model អីគឺយើងមានគ្រប់ model តែម្ដងហើយតម្លៃរបស់វាមានចាប់ពី$200ជាងឡើងទៅក្នុងនោះដែរក៏យើងមានការធានាត្រឹមត្រូវចេញពីក្រុមហ៊ុនដែរអាចរយៈពេល1ឆ្នាំ2ឆ្នាំ3ឆ្នាំអាស្រ័យទៅលើ model ដែលបងប្អូនប្រើប្រាស់មិនតែប៉ុណ្ណោះយើងក៏មានថែមនៅកាដូលើកទឹកចិត្តដល់បងប្អូនមានដូចជាកាតាបម៉ៅផេតទឹកសម្អាត Skin Protect
ផ្សេងចំណុចទី5អ្វីដែលគួរជៀសវាងសូមកុំទិញកុំព្យូទ័រដែលប្រើប្រាស់នៅ CPU ទាបពេកឬក៏កុំព្យូទ័រដែលប្រើប្រាស់នៅ hard disk ព្រោះវាដាច់យឺតសូមទិញកុំព្យូទ័រដែលមាន brand ច្បាស់លាស់និងមានការធានាត្រឹមត្រូវរយៈពេលវែងជៀសវាងការទិញកុំព្យូទ័រដែលមិនមាន brand ច្បាស់លាស់និងមានការធានារយៈពេលខ្លីសរុបមកបើសិនជាបងប្អូនចង់បានកុំព្យូទ័រដែលមានគុណភាពខ្ពស់មានការ support ត្រឹមត្រូវមានការធានាត្រឹមត្រូវកុំភ្លេចឆាយហុកកុំព្យូទ័រ